បន្ទាប់ពីវ៉ាងលីនបានបន្តទីក្រុងប៊ីសេតត្រីអកលបៃឈើមើលពីចម្ងាយចំណែកអេវិនកងក៏បានដឹងថាវ៉ាងលីនមកដល់ផងដែរដូច្នេះគេក៏បានផ្លាស់ទីបង្ហាញខ្លួននៅចំពោះមុខវ៉ាងលីននិយាយថាវ៉ាងលីនខ្ញុំគឺរងចាំឯងយូរហើយវ៉ាងលីនបាននិយាយសួរវ៉ាន់អឺគឺស្ថិតនៅទីណាប៉ុន្តែវិនកងគឺបាននិយាយប្រាប់ទេផ្លាស់ទីមកវាយវ៉ាងលីនពីក្រោយខ្នងមួយដៃបឺអញ្ចឹងវ៉ាងលីនគេក៏បានងើបឈរឡើងក្តាប់ដៃយ៉ណែតដើរទៅមកវិនកងនៅវិញគេក៏បានសម្រាប់ខ្លួនចូលទៅវ៉ាងលីនក៏ដូចគ្នាផងដែរនៅទីពីក៏បានប្រាប់ប្រាស់គ្នាក្តាប់ដៃវាយគ្នាឡើងផ្ទុះហើយដេចុងម្យ៉ាងទៀតក៏បានវាយគ្នាឡើងរំជួយនៅលើផ្ទៃអាកាសនេះផងដែរបើតាមបទពិសោធន៍ប្រយុទ្ធរបស់វិនកងគឺមិនសូវខ្លាំងដូចជាវ៉ាងលីនទេវ៉ាងលីនក៏បានប្រើស្នេហ៍ក្តាប់ដៃវាយវិនកងប្រមាណ100ដៃនិងដាក់មកដៃបន្ថែមទៀតបុតទឹកគិតជាមួយនឹងកំផែងក្រុងបិសាចរាត្រីអស់ក៏ល្បិចផាំងដូច្នេះគឺគ្មានបញ្ហាអ្វីកើតឡើងធំៗចំពោះវិនកងទេគេក៏បានចាប់ផ្ដើមដំណើរការក្បួនកម្មកាត់នៅក្នុងទីក្រុងតែម្ដងផ្ទុះនឹងកម្លាំងដ៏អស្ចារ្យឡើងទៅលើមេឃវ៉ាងលីននេះគឺជាកំហុសរបស់ឯងទាំងអស់ប្រាប់ប្រាស្និតដើរកាក់គប់ទៅកាន់វ៉ាងលីនក៏បានចុកដើរពើបៃតងចូលទៅទប់ស្កាត់ផ្ទុះឡើងរំជួយម្យ៉ាងទៀតវិនកងគេបាននិយាយបន្តវ៉ាងលីនណាថាអ្នកដែលឈរនៅចំពោះមុខឯនេះមិនមែនជាវិនកងខ្ញុំទេប៉ុន្តែក៏ដូចជាបុព្វបុរសអ្នកដឹកនាំទីក្រុងវិសាចរាត្រីគ្រប់ចំនួនផងដែរគឺចាំបានឃើញហើយគេមានរូបរាងមនុស្សជាច្រើននៅលើខ្លួនវិនកងបើនិយាយសង្ខេបទៅវិនកងក៏បានជាប្រាប់រឿងគ្រប់ចានទាំងអស់តាក់ទងជាមួយនឹងទីក្រុងវិសាចរាត្រីអស់ក៏ល្បិចមុនពេលដែរអ្នកដឹកនាំទីក្រុងចំនួនមុនបាត់បង់ជីវិតគាត់ក៏បានបូជាខ្លួនឯងចូលនៅក្នុងក្បួនកម្មការដែលហៅថាក្បួនកម្មការទាញយកជីវិតដូច្នេះអ្វីគ្រប់ចានទាំងអស់មិនថាឡើយដែលកំណត់សិល្បៈឬមួយក៏កម្លាំងថាពោវិជ្ជារបស់ពួកគាត់គឺនៅតែបន្សល់ទុកជូនទៅកាន់អ្នកបន្តវេនចំនួនក្រោយហើយរហូតមកដល់ចំនួនលោកគ្រូរបស់ខ្ញុំគាត់ក៏បានកែប្រែតាក់ទងជាមួយនឹងក្បួនកម្មការនេះផងដែរធ្វើឲ្យក្បួនកម្មការនេះគឺកាន់តែល្អជាងមុនទ្វេដងកាន់តែពិសេសទៀតលោកគ្រូរបស់ខ្ញុំក៏បានទូទាញនៅមុនហើយវ៉ាងលីនឯងប្រកាសជាចូលនៅក្នុងទីក្រុងសិនយូប្រយុទ្ធជាមួយនឹងលោកគ្រូពូរបស់ខ្ញុំហើយម្ចាស់ទៀតគាត់ក៏ដឹងថាឯងក៏ត្រូវបានសោះចប់ព្រលឹងជាមួយនឹង Liver One ទៀតផងដូច្នោះអ្វីគ្រប់យ៉ាងគាត់គឺក្រុងຕົកទាំងអស់ហើយបន្តមកនឹងយកព្រលឹងរបស់ Liver One មកច្បាស់បញ្ចូលគ្នាជាមួយនឹងក្បួនកម្មការហើយនឹងគ្រប់គ្រងអាយុជីវិតគឺដូចជាជោគវាសនារបស់វ៉ាងលីនផងដែរដូច្នោះអ្វីគ្រប់យ៉ាងទាំងនោះគាត់គឺបានក្រុងຕົកទាំងអស់ហើយបន្តមកនឹងយកព្រលឹងរបស់ Liver One ទៅមកច្បាស់រួមបញ្ចូលគ្នាជាមួយនឹងក្បួនកម្មការនៅពេលនេះដែលបានប្រាប់ប្រាស្នេហ៍បណ្ដៃមាសមកវាយទៅគិតជាមួយនឹងវ៉ាងលីនក៏បានរើបរាខ្លួនបំបីស្នេហ៍បណ្ដៃនេះខ្ទេចនឹងបានប្រាប់ប្រាស់ដើរពើបៃតងចូលទៅវៃវិនកងផងដែរប៉ុន្តែដើរពើបៃតងគឺមិនបានស្ដាប់បញ្ជារបស់វ៉ាងលីនទេប៉ុន្តែនៅពេលនេះវាក៏ត្រូវបានវិនកងគ្រប់គ្រងចំនួនវិញប្រែទៅជាពណ៌ឈាមអញ្ចឹងវិនកងក៏បានប្រើដើរឈាមនឹងចូលទៅវៃវ៉ាងលីនក៏បានយកលំពេញតង់ច្បាប់នៃការមកខាត់មកទៅរងផ្ទុះឡើងរំជួយដូច្នោះមានន័យថាដែនកំណើតសិល្បៈរបស់វិនកងវាគឺជាដែនកំណើតសិល្បៈនៃជោគវាសនាហើយត្រូវបានរួចច្បាស់គ្នាជាមួយនឹងក្បួនកម្មការនេះគឺធ្វើឲ្យក្បួនកម្មការនេះគឺកាន់តែខ្លាំងអាចកែប្រែជោគវាសនាសំណាងរបស់វ៉ាងលីននិងអ្វីគ្រប់ប្រចាំទាំងអស់ដែលវ៉ាងលីនមានវិនកងគេនឹងយកម្ដងមួយម្ល៉េះវ៉ាងលីនគេក៏បានបញ្ចេញដុំភ្លើងខ្មាច់វល់ចេញទៅជាច្រើនប៉ុន្តែក៏ត្រូវបានវិនកងគ្រប់គ្រងបានទាំងអស់វ៉ាងលីនក៏បានព្យាយាមស្រុបមកវិញផងដែរប៉ុន្តែដុំភ្លើងខ្មាច់ទាំងអស់នឹងគឺមិនបានស្ដាប់បង្គាប់វ៉ាងលីនទេវិនកងក៏បាននិយាយស្រែកខ្លាំងថានេះវាគឺជាជំហានដំបូងរបស់ខ្ញុំដែលអាចធ្វើឲ្យទីក្រុងបិសាចរាត្រីអស់ក៏ល្បិចឈានទៅដល់ប្រទេសវឹកខាត់កម្រិតទី5ហើយក៏បានបញ្ជាដុំភ្លើងខ្មាច់វល់ទាំងអស់នឹងចូលទៅប្រមាញ់វ៉ាងលីនវិញវ៉ាងលីនគេក៏បានយកទង់ច្បាប់នៃការខាត់មកទប់ស្កាត់ប៉ុន្តែក៏ត្រូវបានវិនកងយកទង់ច្បាប់នៃការខាត់វ៉ាងលីនទៅគ្រប់គ្រងបានទៀតផងម្យ៉ាងទៀតក៏បានវាយវ៉ាងលីនទម្លាក់ចុះមកខាងក្រោមក្តាំងវ៉ាងលីនគេក៏បានយករូចច្បាក់ឈើទាំងអស់បំផ្ទុះនៅកម្លាំងដ៏អស្ចារ្យហើយក៏ត្រូវបានវិនកងយករូចច្បាក់ឈើទាំងអស់នឹងទៅទាំងអស់ទៀតផងដែរវ៉ាងលីនគិតថាអញ្ចឹងអ្វីគ្រប់យ៉ាងទាំងអស់វិនកងគឺអាចយកទៅគឺមានតែមួយទេដែលវិនកងគឺមិនអាចដណ្ដើមយកទៅបាននោះគឺជាអតីតកាលដែលបានធ្វើរួមជាមួយនឹងលីម៉ូវ៉ាន់វិនកងក៏បាននិយាយវ៉ាងលីនណាឯងគួរណាតែទទួលស្គាល់ការបរាជ័យរបស់ឯងទៅប៉ុន្តែចំពោះវ៉ាងលីនគឺមិនយល់ព្រមទទួលស្គាល់ទេផ្លាទីសម្រាប់ខ្លួនប្រប្រាក់កម្លាំងរន្ទះក៏បានធ្វើវិនកងរងការជិះចាប់វិនកងគេពិតជាខឹងខ្លាំងមែនទែនប្រប្រាក់កម្លាំងរន្ទះបាញ់ឆោតទៅកាន់វ៉ាងលីនវិញក៏ដូចជាធ្វើវ៉ាងលីនឆ្លាតចូលនៅក្នុងទីកន្លែងដែលកំណត់សិល្បៈបុព្វបុរសចំនួនមុនក៏ដូចជាចង់ឲ្យវ៉ាងលីនបានឃើញផងដែរវ៉ាងលីនណាតើឯងឃើញទេនេះគឺសត្វជាតិដែលកំណត់សិល្បៈបុព្វបុរសចំនួនមុននឹងឯងវ៉ាងលីនក៏បានឆ្លងមកដល់ទីកន្លែងដែលកំណត់សិល្បៈនៃមហាសមុទ្រវ៉ាងលីនក៏បានបញ្ចេញកម្លាំងត្រៀមប្រយុទ្ធហើយសម្លឹងឃើញថានៅក្រោយក្នុងនោះវាគឺជាសត្វច្រាមដ៏ធំមួយលេបច្បាប់វ៉ាងលីនចូលនៅក្នុងពោះរបស់វាទៅអញ្ចឹងក៏បានធ្លាក់ចូលនៅក្នុងដែនកំណត់សិល្បៈខ្មោចផ្សេងអបបេតនទាំងអស់នឹងគឺសត្វជាតិដុំភ្លើងខ្មោចមកចាប់ចុងដៃចុងជើងលំពត់វ៉ាងលីនចិនទោះបីជាយ៉ាងណាវ៉ាងលីនគេក៏បានប្រើកម្លាំងបំបែកដែនកំណត់សិល្បៈនេះខ្ទេញអញ្ចឹងនៅខាងក្រៅវិនកងគេក៏បានគ្រប់គ្រងក៏ដូចជាយកដែនកំណត់សិល្បៈជីវិតនៃការស្លាប់របស់វ៉ាងលីនទៅគ្រប់គ្រងដែលវិនកងគេក៏បានប្រើប្រាស់ដែនកំណត់សិល្បៈនៃការស្លាប់ចេញមកនៅនិយាយខ្លាំងវ៉ាងលីនណាតែឯងក៏ធ្លាប់ព្រោះរសជាតិដែនកំណត់សិល្បៈជីវិតនៃការស្លាប់របស់ឯងបានម្ដងហើយណាដែលបានបាញ់កម្លាំងដែនកំណត់សិល្បៈជីវិតនៃការស្លាប់ទៅកាន់វ៉ាងលីនតម្លាក់ចុះមកខាងក្រោមក្តាំងវ៉ាងលីននៅវិញក៏បានព្យាយាមប្រើប្រាស់កម្លាំងសម្រាប់ខ្លួនចូលទៅដូច្នេះវិនកងគេក៏បានប្រើប្រាស់ក្បួននៃការបង្កើតបានស្រូបយកកម្លាំងវិញ្ញាណមនុស្សទាំងអស់ដែលស្ថិតនៅក្នុងទីក្រុងបង្កើតជាជារូបដោយកាយវិញ្ញាណលោកគ្រូរបស់គេ
គេដកធំចេញមកប្រាប់ស្នេកកដាប់ដៃໄວទៅគិតជាមួយនឹងស្នេកកដាប់ដៃរបស់វ៉ាងលីនផ្ទុះផាំងវ៉ាងលីនក៏ត្រូវបានវាយតម្លាក់ចំខាងក្រៅម្ដងទៀតនឹងរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរសឹងតែគ្មានកម្លាំងនៅក្នុងខ្លួនទៀតផងវិនកងគេក៏បានចំក្រោមផងដែរនិយាយថារូរីកាយរបស់ព្រះបុរាណគឺពិតជាអស្ចារ្យអញ្ចឹងឯងខ្ញុំនឹងសរុបយកវាហើយវាគឺជាកម្មសិទ្ធិរបស់ខ្ញុំតែម្នាក់កូនវិនកងក៏បានចាប់ផ្ដើមសរុបយកក៏ប៉ុន្តែសរុបពេលដំណាក់គ្នានេះគឺជាល្បិចរបស់វ៉ាងលីនផងដែរដែលគេកំពុងតែរងចាំដូចជាបានឃើញស្រាប់ហើយបន្ទាប់ពីវិនកងសរុបយកនៅរូរីកាយរបស់ព្រះបុរាណវ៉ាងលីនទៅហើយក្រុមសាងវិញ្ញាណព្រះបុរាណរបស់វ៉ាងលីនក៏បានចូលក្នុងសមត្ថផ្លូវចិត្តរបស់វិនកងគិតថាភ្លើងវិញ្ញាណរបស់លីវវ៉ាន់គឺកំពុងតែស្ថិតនៅចំពាក់កណ្ដាលក្បួននៃការបង្កើតអញ្ចឹងឯងបើពាក់ប្រាស់ចំនួនមុននៃទីក្រុងបិសាចត្រីអកលបាច់ប្រប្រាស់កម្លាំងបំផ្ទុះផាំងក៏ប៉ុន្តែគឺគ្មានបញ្ហាអ្វីចំពោះដុំភ្លើងវិញ្ញាណព្រះបុរាណរបស់វ៉ាងលីនទេដែលវ៉ាងលីនបាននិយាយឲ្យលោកប្រកាសជានឹកស្មានមកដល់ទេតាក់ទិនជាមួយនឹងវិជាដ៏អាចកបាំងស៊ីនតោដែលស្ថិតនៅបិសាចសង្គ្រាមដូច្នេះរូបកាយខ្លួនរបស់វ៉ាងលីនគឺមិនជារូបកាយខ្លួនធម្មតាទេគឺត្រូវបានចម្បាញ់ពីវិជាវិតមុនស៊ីនតោដែលស្ថិតនៅក្នុងបិសាចសង្គ្រាមនឹងឯងកាន់តែពិសេសទៀតលោកក៏មិននឹកស្មានដល់ដែរមែនទេថារូបកាយព្រះបុរាណរបស់ខ្ញុំក៏មានក្រុមសារខាងវិញ្ញាណដូចជាមនុស្សដទៃទៀតផងដែរយល់ទៅរូបកាយខ្លួនគឺមានក្រុមសារខាងវិញ្ញាណផ្សេងហើយនឹងរូបកាយព្រះបុរាណគឺមានក្រុមសារខាងវិញ្ញាណខុសដាច់ពីគ្នានេះគឺជាឱកាសរបស់ខ្ញុំហើយដែលខ្ញុំក៏ត្រូវតែវិលុកបំផ្លាញក្បួនកម្មកាត់នៅក្នុងសមត្ថផ្លូវចិត្តនេះដុំភ្លើងវិញ្ញាណបំពេញបរោះចំនួនមុននៃទីក្រុងបិសាចត្រីអកលបាច់ក៏ត្រូវបានវ៉ាងលីនវាយបំផ្លាញម្ដងម្នាក់ចំណែកឯវិនកងនៅខាងក្រៅនៅវិញក៏ពិតជាឈឺចាប់មែនតើដុំភ្លើងវិញ្ញាណបំពេញបរោះទាំងអស់គ្នាដែលបានឃើញថាពិបាកចាត់ការជាមួយនឹងវ៉ាងលីនពេកពួកគាត់ក៏បានរួមដៃគ្នាប្រើប្រាស់កម្លាំងបង្កាត់ជញ្ជីក្បួនផ្សេងឲ្យខ្មៅគឺបិទបាំងកុំឲ្យវ៉ាងលីនមើលឃើញពីទីតាំងរបស់ពួកគាត់ហើយបរួមជាមួយនឹងដុំភ្លើងវិញ្ញាណលោកគ្រូរបស់វិនកងគាត់ក៏បានប្រើប្រាស់ដែនកម្រិតសិល្បៈទូរលេខរបស់គាត់លំពត់វ៉ាងលីនចិនប្រើប្រាស់កម្លាំងព្រមគ្នាប្រមាញ់ទៅកាន់វ៉ាងលីនក៏បានព្យាយាមកេងពួកគាត់បាននិយាយផងដែរនេះទោះបីជាដុំភ្លើងវិញ្ញាណរូបកាយព្រះបុរាណក៏ដោយក៏ពួកជនមិនខ្វល់ដែរអញ្ចឹងគឺត្រូវតែចម្បាញ់នៅគ្រប់គ្រងឲ្យតទៅបានហ្នឹងគឺចាំបាច់ត្រូវការចំណាយពេលវេលាបន្តិចតួចវ៉ាងលីនក៏បានព្យាយាមទប់ទល់ក៏ដូចជានឹងបំបាយផងដែរប៉ុន្តែនៅតែមិនអាចបំបាយក្បួននៃការបង្កាត់នេះបានដល់តែលីវវ៉ាន់បានត្រឹមតែឈរមើលពីចម្ងាយដូច្នេះក៏បាននិយាយប្រាប់ណែនាំថាដោយក្បួននៃការបង្កាត់នេះគឺមាន64ចំណុចប៉ុន្តែចំណុចសំខាន់គឺមានតែ4ទេគ្រាន់តែបំបាយ4ចំណុចហ្នឹងទៅគឺនឹងអាចបំបាយក្បួននៃការបង្កាត់ទាំងមូលហើយលីវវ៉ាន់បានសម្លឹងមើលក្បួននៃការបង្កាត់គឺដូចជាធ្វើការរាប់ដៃទូទាយផងដែរប្រាប់ពីទីតាំងនិងទិសដៅឲ្យវ៉ាងលីនធ្វើការបំបាយវ៉ាងលីនក៏បានចាប់ដើមទៅបំបាយម្ដងមួយដោយទិសខាងលិចខាងជើងខាងត្បូងនិងខាងកើតអញ្ចឹងក៏ត្រូវបានបំបាយក្បួននៃការបង្កាត់លំពត់វ៉ាងលីនខ្ទេចដូចភ្លើងវិញ្ញាណលោកគ្រូរបស់វិនកងក៏រងរបួសជើងធ្ងន់ធ្ងរផងដែរទោះយ៉ាងណាគាត់គឺមិនព្រមចោះចាញ់នៅពេលនេះទេប្រើប្រាស់កម្លាំងបំផ្ទុះផាំងក៏ដូចជាបង្កាត់នៅបាត់ដៃប៊ីសាយដ៏ធំមួយចាប់លីវវ៉ាន់ជាប់គាត់បានសុយកាក់អាយប្រើប្រាស់ស្នេតដែលកាក់ដ៏ធំរបស់គាត់ចេញទៅដើម្បីសម្លាប់លីវវ៉ាន់ដែលជាមនុស្សជាទីស្រឡាញ់របស់វ៉ាងលីនផងដែរឲ្យវ៉ាងលីនឃើញថាមនុស្សជាទីស្រឡាញ់របស់ឯងស្លាប់នៅចំពោះម៉ងក៏ប៉ុន្តែចំពោះវ៉ាងលីនគឺមនុស្សស៊ីមទេសម្រាប់ខ្លួនប្រើប្រាស់ស្នេតកណ្ដាប់ដៃវាយទប់ស្កាត់ជាមួយនឹងស្នេតដែលកាក់ដ៏ធំបំបែកដែលកាក់ដ៏ធំនេះខ្ទេចហើយនៅបានមកច្បាច់កោដដួងភ្លើងវិញ្ញាណលោកគ្រូរបស់វិនកងជាប់គាត់បាននិយាយឲ្យផែនការរបស់ពួកយើងដែលបានរៀបចំរយៈពេលជាង 6000 ឆ្នាំមកនេះហើយតែវាបញ្ជាត្រូវបានបញ្ចប់ក្តាប់ដៃរបស់ឯងអញ្ចឹងវាគឺមិនអាចទៅរួចទេវ៉ាងលីនឯវិញបាននិយាយថាផែនការរបស់ឯងគឺគ្មានអ្វីពាក់ព័ន្ធជាមួយនឹងខ្ញុំឡើយហើយដូច្នេះក៏បានបំផ្លាញរូបរាងកាយរបស់គាត់ខ្ទេចក្បួននៃការបង្កាត់នៅក្នុងសមត្ថផ្លូវចិត្តក៏ត្រូវបានបំបែកទាំងអស់ផងដែរអញ្ចឹងវ៉ាងលីនក៏ដូចជាលីវវ៉ាន់បរងតែទៅអោបគ្នាទៅហើយប៉ុន្តែភ្លើងវិញ្ញាណព្រះបុរាណរបស់វ៉ាងលីនក៏បានចេញមកក្រៅវិញហើយតែបើជាវិនកងជាជាវាយទៅកាន់វ៉ាងលីនមិនក៏ដោយគឺមិនអាចធ្វើអ្វីវ៉ាងលីនបានទេហើយកុំរកស្មានថាវិជាសន្តោបកាយកស្អីទេដែលផែនការនៃទីក្រុងបិសាចត្រីរបស់ពួកយើងក៏ត្រូវបានរៀបចំជាង 6000 ឆ្នាំមកហើយគឺមិនអាចបំផ្លាញត្រឹមតែប៉ុណ្្នឹងទេគឺខ្វះតែមួយជំនាញទៀតតែប៉ុណ្ណោះគឺនឹងអាចងើបចាក់ចេញពីទីកន្លែងនេះបានហើយនៅទីបញ្ចប់វិនកងក៏ត្រូវបានវ៉ាងលីនសម្លាប់ចំណែកឯក្បួននៃការបង្កាត់នៅក្នុងទីក្រុងបិសាចត្រីក៏ត្រូវបានលុបបំបាត់ទាំងអស់ផងដែរចាប់តាំងពីពេលនេះតទៅគឺលែងមានទីក្រុងបិសាចត្រីទៀតហើយដួងភ្លើងវិញ្ញាណដែលត្រូវបានឃុំឃាំងទាំងអស់ក៏ត្រូវបានដោះលែងជាពិសេសដួងភ្លើងវិញ្ញាណរបស់លីម៉ាវ៉ាន់វ៉ាងលីនក៏បានទៅចាប់3គឺដូចជាយកដួងភ្លើងចូលនៅក្នុងរូបរាងកាយពិតវិញហើយពេលវេលាបានកន្លងផុតទៅគឺស្ថិតនៅក្នុងបរិយធានវ៉ាងលីនក៏បានដើរមកលើកទឹកចិត្តទៅកាន់លីម៉ាវ៉ាន់អញ្ចឹងណាអូនមិនចាំបាច់បារម្ភនឹងខ្វាយខ្វល់ច្រើនពេកទេនៅក្នុងការបំបែកទៅដល់កម្រិតទី4ទោះបីជានៅពេលនេះបរាជ័យក៏ដោយនឹងមានឱកាសនៅពេលក្រោយទៀតហើយជាពិសេសបើតាក់ទិនជាមួយនឹងកណ្ដាប់ទ្របវេទមន្តដែលវ៉ាងលីនបន្សល់ទុកបូករួមជាមួយនឹងបរិយធានគឺជាបច្ចុប្បន្នឆ្នាំគឺអាចជួយលីម៉ាវ៉ាន់បំបែកទៅដល់កម្រិតទី4បាននៅពេលក្រោយលីម៉ាវ៉ាន់បាននិយាយប្រាប់ថាលបងមិនចាំបាច់ខ្វល់ពីខ្ញុំនៅពេលនេះទេលបងអាចចាក់ចេញទៅបានហើយនាងក៏សង្ឃឹមថាលោកបងនឹងឆាត់ត្រឡប់មកវិញឆាប់ផងដែរទៅចោះវ៉ាងលីនសន្យាហើយថានឹងត្រឡប់មកវិញជាដាច់ខាតអូខេបងប្អូនចឹងសាច់រឿងរបស់យើងក៏ចាំតាធានី The Movie ក៏ត្រូវបានបញ្ចប់ហើយក៏ចង់បញ្ជាក់ប្រាប់បងប្អូនឲ្យបានយល់ផងដែរមានបងប្អូនយើងជាច្រើនឆ្ងល់សាច់រឿងនេះហេតុអ្វីបញ្ជាមើលយល់រួមទៅសាច់រឿងនេះគឺចង់បង្ហាញមុនពេលដែលវ៉ាងលីនធ្វើដំណើរចូលនៅក្នុងទឹកដីអមតៈបុរាណកាលនឹងឯងដូច្នេះបន្ទាប់ពី
បញ្ហាទាំងអស់ទៅបានដោះស្រាយជាមួយនឹងវិនគួងហើយវ៉ាងលឿនក៏បានចាប់ផ្ដើមចូលនៅក្នុងទឹកដីអមតៈបុរាណតែម្ដងទៅហើយ admin ក៏សូមអរគុណបងប្អូនទាំងអស់គ្នាផងដែរដែលបានតាមដានទស្សនាវីដេអូរបស់ admin ពីដើមដល់ចប់យើងជួបគ្នាជាមួយនឹងវីដេអូថ្មីៗជាបន្តទៀតអរគុណច្រើន